ក្នុងនាមខ្ញុំគឺជាប្រជាពលរដ្ឋខ្មែរមួយរូបដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មិនសប្បាយចិត្តទេនៅពេលដែលមកលេងប្រាង្គប្រាសាទខ្មែរដូនតារបស់យើងបានឃើញអក្សរចោលសៀមបានឆ្លាក់គូសវាសយ៉ាងរញ៉េរញ៉ៃនៅលើថ្មប្រាង្គប្រាសាទអង្គរវត្តនេះគឺជាការឈឺចាប់មែនទែនសម្រាប់ប្រជាពលរដ្ឋកូនខ្មែរទោះបីខ្ញុំមិនចេះអក្សរថៃប៉ុន្តែការឆ្លាក់នេះមើលទៅគឺជ្រៅខ្លាំងមែនទែនអក្សរចោលសៀមនេះគឺមានការឆ្លាក់យ៉ាងយកចិត្តទុកដាក់គឺមានការឆ្លាក់យ៉ាងយូរមែនទែនបានប៉ុណ្ណេះតើមានអ្នកដែលឃើញទេតើជាមតិបងប្អូនតើគួរតែលុបចេញឬក៏បន្តឲ្យនៅបែបនឹងជារៀងរហូតនៅលើប្រាង្គប្រាសាទរបស់យើង Oh my god ចឹងសង្ឃឹមថាថ្ងៃនេះខ្ញុំបានទស្សនាក្នុងមជ្ឈជីវិតរបស់ខ្ញុំហើយខ្ញុំបានថតចែករំលែកបងប្អូនបានទស្សនាបងប្អូនមើលទស្សនវិជ្ជានៃភ្ញៀវទេសចរគាត់មកលេងច្រើនមែនទែនអូខេខ្ញុំនឹងថតទស្សនវិជ្ជាឲ្យបងប្អូនបានទស្សនាប៉ុន្តែអត់ដឹងថាតើមានថ្ងៃរះបានមើលអត់ព្រោះខ្ញុំមកនេះគឺមេឃភ្លៀងទៅបងប្អូនបានឃើញបងប្អូនមើលទឹកណារត់ទឹកដូចទឹកកម្រិតចឹងនៅប្រាសាទអង្គរវត្តទឹកដីកម្ពុជារបស់យើងអូខេខ្ញុំនឹងថតឲ្យបងប្អូនបានមើលតទៅមុខអ្នកនេះជាសកម្មភាពថ្ងៃទី2ដែលខ្ញុំមកលេងប្រាសាទអង្គរវត្តនៅក្រុងសៀមរាបគឺយើងមកមើលនៅគេហៅថាព្រះអាទិត្យរះនៅចំពូប្រាសាទអង្គរវត្តខ្ញុំបងប្អូនយើងមកទស្សនាច្រើនមានភ្ញៀវទេសចរច្រើនតែគាត់មកចាំទាំងយប់ហើយខ្ញុំក៏ងើបទាំងយប់ដែរទីទៀតយើងនឹងចូលទៅក្នុងហើយយើងនឹងរងចាំថ្ងៃរះតែមេឃថ្មនេះដូចជាមានរលឹមខ្លះប៉ុន្តែសង្ឃឹមថាមាននិស្ស័យបានមើលហើយនឹងថតឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាដល់កបងប្អូននេះប្រយុទ្ធមួយពូម៉ាក់មកទស្សនាថ្ងៃរះនៅចំពូប្រាសាទអង្គរវត្តយើងឡើយខ្ញុំចូលមកដល់ច្រកប្រាសាទហើយបងប្អូនរងចាំទស្សនាទាំងអស់គ្នាធីមអ្នកប្រយុទ្ធចេញតាំងពីម៉ោង2បងប្អូនម៉ោង2យប់ក្រោយតាំងម៉ោង2យប់ចាប់ពីចង់ខ្លួនសាអ្នកស៊ូមកចូលមកដល់ក្នុងគោបងប្អូនឃើញថាបងប្អូនយកទស្សនាច្រើនមែនទេចាំមើលថ្ងៃរះចំពូសានគោសកម្មតាមួយជីវិតខ្ញុំអាចបានទស្សនាដងហើយយើងកំពុងតែរងចាំជាមួយនឹងភ្ញៀវទេសចររបស់គ្នាពូសានគោវត្តយើងបងប្អូនចាំមើលថ្ងៃតារះតាមតាំងម៉ោង2បងប្អូនណាខ្ញុំថាបានមើលក្នុងមជ្ឈជីវិតទីតាំងហើយបងប្អូនដល់ទីតាំងហើយតែមិនដឹងថាយើងបានមើលអត់ទេនេះហើយដល់ពងតែរៀបចំខ្លួនខ្លាចតាមស្អាតបងប្អូនមកទស្សនាច្រើនបងប្អូនមនុស្សនៅខាងក្រៅខ្ញុំអូខ្ញុំចូលតិចតែដឹងថាបានមើលអត់ទេវ៉ាវ
ผมมันเต้นสารโกวอดอยู่ការរងចាំមើលអ្នកទាំងគ្នាបានមកដល់ហើយព្រះតរិះចំកម្ពុជាប្រាសាទនៃប្រាសាទអង្គរវត្តរបស់យើងគឺជាស្ដែងគឺអត់បានមើលទេបងប្អូនដោយសារតែខ្ញុំទៅថ្ងៃហ្នឹងគឺប៉ះមេឃភ្លៀងហើយដល់ពេលមេឃភ្លៀងគឺអត់មានព្រះអាទិត្យប៉ុន្តែมันជាថ្មីទេអ្នកគឺខ្ញុំនឹងថតទស្សនភាពនៅឯប្រាសាទអង្គរវត្តរបស់ខ្មែរយើងឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាតើភាពស្រស់ស្អាតនៃប្រាង្គប្រាសាទដូនតាខ្មែរយើងបានកសាងយ៉ាងយកចិត្តទុកដាក់សម្រាប់កូនខ្មែរយើងជំនាន់ក្រោយគឺឃើញថាមានភាពអស្ចារ្យខ្លាំងមែនទែនហើយខ្ញុំដើរលេងនៅក្រោមដំណក់ទឹកភ្លៀងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចខ្ញុំបានឡើងទៅលើឋានសួគ៌ដ៏ស្រស់ស្អាតមួយហើយប្រាង្គប្រាសាទដ៏ធំហើយខ្ញុំពិតជាសែនឆ្ងល់មែនទែនថាតើដូនតាខ្មែរយើងជំនាន់មុនតើគាត់មានគំនិតក្នុងការច្នៃប្រឌិតក្នុងការធ្វើកសាងប្រាសាទនេះឡើងគឺគាត់ធ្វើយ៉ាងអស្ចារ្យមែនទែនដោយយកថ្មយ៉ាងធំបន្ទុកដាក់លើគ្នាហើយមិនមានការដួលរលំហើយមានការខំជាប់ស្អិតល្មួតខ្លាំងមែនទែននេះហើយជាមោទនភាពមួយដ៏អស្ចារ្យសម្រាប់យើងជាកូនខ្មែរជំនាន់ក្រោយហើយខ្ញុំសង្ឃឹមថាបងប្អូនពុកម៉ែនិងកូនខ្មែរជំនាន់ក្រោយចូលរួមអភិរក្សថែរក្សារបស់ដូនតាខ្មែរយើងមិនថាប្រាង្គប្រាសាទនានានិងកេរដំណែលរបស់ដូនតាខ្មែរយើងជំនាន់ក្រោយដែលគាត់ទុកឲ្យគឺយើងចូលរួមអភិរក្សទាំងអស់គ្នាហើយមានច្រើនមែនទែនដែលដូនតាយើងបានបន្សល់ទុកមានដូចជាអង្កាំថ្មបុរាណខ្មែរអង្កាំទឹកឃ្មុំរូបចម្លាក់នានាដែលកសាងចេញពីស្ពាន់ហើយក៏មានប្រភេទដូចជាកលភាជបុរាណហើយមានទម្រង់ច្រើនមែនទែនសិល្បៈខ្មែរយើងចឹងបងប្អូនពុកម៉ែចូលរួមអភិរក្សថែរក្សាទាំងអស់គ្នាយើងកុំឲ្យប្រទេសជិតខាងឬក៏ប្រទេសដែលចង់ស្រេកឃ្លាននៅវប្បធម៌របស់ដូនតាយើងបានយកទៅធ្វើជារបស់គេអញ្ចឹងចូលរួមទាំងអស់គ្នាហើយផ្ដើមចេញពីកូនខ្មែរផ្ដើមចេញពីការស្រឡាញ់ផ្ដើមចេញពីការអភិរក្សផ្ដើមចេញពីការយកចិត្តទុកដាក់របស់យើងត្រូវចូលរួមស្រាវជ្រាវត្រូវចូលរួមសិក្សាបន្ថែមទៀតដើម្បីជាចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយអញ្ចឹងខ្ញុំសង្ឃឹមថាបុរាណគឺនឹងអាចលាយជាមួយសម័យគឺសម័យមុនដូនតាយើងបន្សល់ទុកហើយនាសម័យបច្ចុប្បន្នគេហៅថាសម័យបច្ចេកវិទ្យាសម័យ AI ហើយសូម្បីតែសិល្បៈនៃការច្រៀងដូរតន្ត្រីក៏ឃើញសិល្បករបងរៀមច្បងយើងនិងបងដែលជំនាន់ក្រោយក៏បានយកសិល្បៈបុរាណខ្មែរលាយមិចជាមួយសិល្បៈសម័យคล้ายទៅជាបទចម្រៀងមួយដ៏ពិរោះហើយបានឈរជើងនៅលើឆាកអន្តរជាតិគេបានស្គាល់ខ្មែរយើងគឺដោយសារតែសិល្បៈនេះឯងអញ្ចឹងសង្ឃឹមថាបងប្អូនពុកម៉ែទាំងអស់គ្នាចូលរួមអភិរក្សថែរក្សាទាំងអស់គ្នាអូខេទស្សនាបន្តជាមួយខ្ញុំទាំងអស់គ្នាក្នុងការឡើងទៅមើលប្រាសាទអង្គរវត្តនៅកំពូលព្រោះខ្ញុំមកលេងខ្ញុំមិនដែលបានឡើងទៅលេងលើទេបានលើកអ្នកដៃផងហើយឡើងដល់កំពូលហើយអូកំពូលមែនទេពូប្រាសាទអង្គរវត្តស្អាតហើយគុណបងប្អូនពុកម៉ែទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំទៅដល់ចប់ហើយក៏សូមជួយគាំទ្រនៅការផលិតវីដេអូរបស់ខ្ញុំផង
បងប្អូនអាចចូលទៅ Subscribe Channel YouTube ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអូខេបាយបាយជួបខ្ញុំនៅវីដេអូក្រោយ